សួស្តីទាំងអស់គ្នាថ្ងៃនេះលោកគ្រូមានកន្លឹះមួយសម្រាប់ដោះស្រាយលំហាត់ជីវវិទ្យាបើសិនជាករណីគេប្រាប់ផលសងការ៉េរវាងនុយក្លេទីតប្រភេទ A និងនុយក្លេទីតប្រភេទ C ស្មើ 12.5% ហើយសំណួរគេឲ្យយើងរកភាគរយនុយក្លេទីតប្រភេទនីមួយៗអញ្ចឹងបើសិនជាគេប្រាប់ផលសងការ៉េបាទអញ្ចឹងផលសងការ៉េរវាងនុយក្លេទីតប្រភេទ A និងនុយក្លេទីតប្រភេទ C អញ្ចឹងយើងទៅសេបានបំរាប់យើងអាចទៅសេបានថា A ការ៉េបាទដក C ការ៉េស្មើ 12.5% បាទ 12.5% អញ្ចឹងកាលណាគេប្រាប់បែបហ្នឹងហើយគេសួររកភាគរយអញ្ចឹងជំហានដំបូងយើងអាចបំបែកកន្លែង A ការ៉េដក C ការ៉េហ្នឹងអញ្ចឹងកន្លែង A ការ៉េដក C ការ៉េយើងអាចបំបែកបានថា A បាទ A ដក C ចឹងមកបាទ A ដក C A ដក C កតា A បូក C ស្មើ 12.5% បាទ 12.5% អញ្ចឹងបន្ទាប់ពីយើងបំបែកបែបហ្នឹងហើយយើងអាចប្រើតាមគោលការណ៍បិបាសតាមគោលការណ៍បាទតាមគោលការណ៍បិបាស A ពេញទេ C បំពេញមួយ Z អញ្ចឹងនាំឲ្យបាទនាំឲ្យ A ស្មើទេ C ស្មើនឹង Z អញ្ចឹងយើងទៅសេរមូលមួយគេបាននុយទាំង4នុយក្លេទីតប្រភេទ A បូកជាមួយនឹង T បូកជាមួយនឹង Z បូកបាទបូក Z មកអញ្ចឹងយើងទៅសេរតាមរូបមន្តគេបាន A បូក T បូក C បូក Z នេះបើយើងគិតជាភាគរយយើងបាន 100% បាទអញ្ចឹងយើងធ្វើការបូកវាធម្មតា A យើងអាចបូកវា T បានអញ្ចឹងយើងសេបាន 2A បូកជាមួយនឹង 2C ស្មើ 100% បាទអញ្ចឹងចុងក្រោយយើងទាញបាន A បូក C ស្មើ 50% អញ្ចឹងកន្លែង A បូក C កន្លែងនេះស្មើ 50% យើងដាក់ថាសមីការមួយបន្ទាប់ពីយើងទៅសេបានប៉ុណ្ណឹងហើយយើងយកកន្លែង A ដក C កតា A បូក C ស្មើ 12.5% នេះយើងយកវាមកប្រើវិញអញ្ចឹងយើងអាចដាក់ថាយើងមានបាទយើងមានអញ្ចឹងយើងមាន A ដក C កតា A បូក C ស្មើ 12.5% បាទអញ្ចឹងកន្លែង A ដក C នេះយើងទុកវាដដែលបាទទុកវាដែរ A ដក C A ដក C នេះយើងទុកវាដែរហើយកន្លែង A បូក C គឺយើងជួសដោយ 50% បាទ 50% មកស្មើ 12ស្មើ 12.5% អញ្ចឹងកន្លែងនេះយើងទាញរក A ដក C បាទយើងទាញរក A ដក C មកអញ្ចឹងយើងបោះ 50% នេះទៅខាងស្ដាំអញ្ចឹងបាន 12.5% ចែក 50% បាទចែក 50% អញ្ចឹងពេលយើងចែកមកឃើញ 0.25 បាទប៉ុន្តែកន្លែងហ្នឹងយើងត្រូវគិតជាភាគរយវិញអញ្ចឹងយើងអាចទៅសេបានថាគឺស្មើនឹង 25% បាទអញ្ចឹងកន្លែងនេះយើងដាក់សមីការ2អញ្ចឹងយើងមានសមីការ1 A បូក C ស្មើ 50% និងសមីការ2 A ដក C ស្មើ 25% អញ្ចឹងយើងយកសមីការទាំងពីរហ្នឹងយើងយកសមីការទាំងពីរហ្នឹងចងជាប្រព័ន្ធសមីការអញ្ចឹងយកសមីការ1និងបាទនិងសមីការ2ចងជាប្រព័ន្ធសមីការបាទចងជាប្រព័ន្ធសមីការអញ្ចឹងយើងមានសមីការមួយគឺ A បាទ A បូក C ស្មើ 50% បាទនេះសមីការមួយហើយយើងមានសមីការ2 A ដក C នេះគឺស្មើ 25% នេះសមីការ2បាទអញ្ចឹងយើងដោះស្រាយយើងស៊ីសងមកអញ្ចឹងកន្លែងនេះយើងអាចសម្រួលបូក C ដក C វាអត់ហើយ A បូក A វាបាន 2A អានេះស្មើ 75% បាទ 75% អញ្ចឹងយើងទាញរក A មក
chẳng nom A បាទ nom A នេះស្មើ 75% ចែក 2 បាទ អញ្ចឹងបាន 37.5% បន្តមកទៀតយើងអាចយក A ស្មើ 37.5% អញ្ចឹងយើងយក A ស្មើ 37.5% យើងអាចចំនួនចូលសមីការ1ក៏បានយើងចំនួនចូលសមីការ2ក៏បានដែរបាទអញ្ចឹងកន្លែងលោកគ្រូដាក់យក A ស្មើ 37.5% នេះជួសបាទជួស1បាទជួស1អញ្ចឹងគេបានបាទគេបានអញ្ចឹងកាលណាជួស1កន្លែង A យើងទៅសេដោយ 37.5% បាទបូក C ស្មើ 50% បាទ 50% ស្មើ 50% ដក 37 កន្លះបាទ 37.5% នេះយើងស៊ីសល់នោះឃើញ 12.5% អញ្ចឹងយើងឃើញអស់ហើយយើងដាក់ដូចនេះមកបាទដូចនេះអញ្ចឹងដូចនេះយើងអាចសរសេរបានភាគរយ A ស្មើភាគរយ T បាទស្មើ 37.5% ហើយភាគរយ C ស្មើភាគរយ Z នេះស្មើ 12.5% បាទ